សួស្តីអ្នករៀនភាសាអង់គ្លេសទាំងអស់គ្នាសម្រាប់ថ្ងៃនេះយើងតមេរៀននឹងទៀតទៅជាមួយពាក្យនិងប្រយោគភាសាអង់គ្លេសចឹងណាអញ្ចឹងពាក្យនេះយើងអានថា wholesale ការលក់ដុំតើនេះ buy fruit at wholesale price ទិញផ្លែឈើក្នុងតម្លៃលក់ដុំមានន័យថាវាយ៉ាងធូរថ្លៃជាងអញ្ចឹងកាលណាយើងទិញការថាទិញច្រើនណាស់នេះហ្នឹងហើយ This is a wholesale market នេះគឺជាផ្សារលក់ដុំតើនេះហ្នឹងហើយ He works in food wholesales គាត់ធ្វើការខាងលក់ដុំអាហារតើនេះហ្នឹងហើយយើងគាត់លក្ខណៈគាត់បោះដុំបកាជាលក្ខណៈដុំអីចឹងទៅណាហ្នឹងហើយបកាឬក៏និយាយទៅអាហារវាមានច្រើនតើនេះមិនថាអាហារការ fast food ឬក៏អាហារដែលយើងហូបប្រចាំថ្ងៃទេតើនេះលក្ខណៈថាគាត់លក់ដុំចឹងណាហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងហើយសម្រាប់មេរៀនមួយនេះហើយបញ្ចង់រៀនភាសាអង់គ្លេសជាមួយលោកគ្រូតាមអនឡាញជាការបង្វឹកមករៀនឲ្យចេះសួរអីក៏បានចង់ចេះអីលោកគ្រូបង្វឹកហ្នឹងតំណាក់ត្រង់តាម Telegram @english with campbell និងឃើញ account Telegram មួយនេះការរៀនភាសាអង់គ្លេសជាទូទៅគុណសិស្សរបស់លោកគ្រូដែលគាត់ការថាឆ្លងកាត់បទពិសោធន៍បរាជ័យហ្នឹងហើយមានន័យថាគាត់ដើររៀនច្រើន online offline ណាហ្នឹងហើយតាមសាលាគាត់រៀនគាត់និយាយប្រកាសកើតនៅក្នុងកន្លែងរកស៊ីរបស់គាត់មានន័យថាគាត់និយាយអត់ចាញ់ហ្នឹងហើយអញ្ចឹងបានអីគាត់និយាយចាញ់ព្រោះគាត់គ្រាន់តែទៅរៀនគាត់ទៅអង្គុយមើលគេអញ្ចឹងហ្នឹងហើយជិលលោកគ្រូហ្នឹងហើយគាត់ទៅអង្គុយមើលគេអញ្ចឹងទៅអញ្ចឹងអាហ្នឹងវាជាបញ្ហាតនគ្រូណាហ្នឹងហើយអញ្ចឹងកាលណាយើងទៅអង្គុយមើលគេហើយយើងអត់ដែលបានអនុវត្តអាហ្នឹងគឺយើងអត់អាចនិយាយចាញ់ទេតោះណាហ្នឹងហើយអញ្ចឹងប៉ុណ្ណឹងហើយបាយបាយ